សួស្តីកូនទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី77ជីដូនជីតាអំណានឥឡូវកូនពិនិត្យមកមើលរូបភាពនេះគឺជារូបភាពក្រុមគ្រួសារមួយមកលេងជីតាឥឡូវដើម្បីកុំឲ្យខាត់ពេលយូរកូនទាំងអស់គ្នាមកធ្វើការអានអត្ថបទអំណានទាំងអស់គ្នាជាមួយលោកគ្រូតែកូនកុំភ្លេចជួយចុច like និងចុច subscribe លោកគ្រូម្នាក់មួយដើម្បីទទួលបាននៅមេរៀនអំណានថ្មីពីលោកគ្រូតោះចឹងចាប់ផ្ដើមជីដូនជីតាខ្ញុំមានវ័យចាស់ជរាណាស់ទៅហើយព្រឹកនេះម្ដាយឪពុកខ្ញុំនិងខ្ញុំយកនំចំណីផ្លែឈើទៅជូនគាត់យើងសប្បាយរីករាយណាស់នៅពេលទៅដល់ផ្ទះគាត់ព្រោះបានជួបលោកទាំងពីរគាត់បានអង្អែលនឹងអោបខ្ញុំគាត់សាកសួរអំពីការរៀនសូត្ររបស់ខ្ញុំជីដូនជីតាខ្ញុំមានវ័យចំណាស់បន្តិចមែនតែសុខភាពគាត់នៅមាំមួនល្អខ្ញុំគោរពស្រឡាញ់ជីដូនជីតាខ្ញុំណាស់ព្រោះគាត់តែងទូន្មានខ្ញុំឲ្យខិតខំរៀនសូត្រនិងធ្វើខ្លួនជាកូនល្អបាទអត្ថបទអំណានរបស់យើងបានបញ្ចប់ទៅហើយអញ្ចឹងទេកូនដែលពុំទាន់បានចុច subscribe ឬក៏ចុចជាវកូនចុចជាវនិងចុច subscribe ដើម្បីទទួលបាននៅវីដេអូថ្មីពីលោកគ្រូហើយកូនកុំភ្លេចចុច like ម្នាក់មួយផងហើយកូនអានឲ្យបានច្រើនដងច្រើនសារដើម្បីមានបំណិនក្នុងការអាន